ប្រធានបទព្រំដែនត្រូវបានគ្រប់ជ្រុលនិយមមួយចំនួនតូចនៅក្នុងប្រទេសកម្ពុជានិងប្រទេសថៃបានយកធ្វើជាប្រធានបទដើម្បីរុញច្រានឲ្យមានការកើនកម្លាំងរវាងប្រទេសទាំងពីរនៅវិជាជនទាំងពីរបញ្ហានេះបានឈានដល់ការផ្ទុះអាវុធប្រយុទ្ធគ្នានៅតំបន់មុខ3ដោយសារការលបវាយឆ្ពោះរបស់កងទ័ពថៃមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជានៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាដែលបណ្ដាលឲ្យពលីយោធិនយើងមួយរូបគឺប្រិនបាលឯកសួនរងដែលខ្ញុំសូមចូលរួមរំលែកទុក្ខសាជាថ្មីក៏ដូចជាការកើនឡើងកម្ដៅកាន់តែខ្លាំងឡើងនៅតំបន់ប្រាសាទតំបន់និងតំបន់ប្រាសាទមួយចំនួននៅទិសបណ្ដោះមានជ័យដែលអាចឈានទៅដល់ការប្រឈមដាក់គ្នាជាថ្មីទោះបីជារាជរដ្ឋាភិបាលទាំងពីរបានខិតខំទប់ស្កាត់មិនឲ្យឆេះចំនួនបញ្ហានេះឆេះខ្លាយជាចំនួននិងរក្សាស្ថានភាពទំនាក់ទំនងនៅព្រំដែនល្អក៏ដោយក៏កម្ដៅនេះនៅបន្តចុះនៅឡើយប៉ុន្តែផ្ទុយទៅវិញកម្លាំងជ្រុលនិយមនៅតែបន្តដុតកម្ដៅជាប្រចាំរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ជំហរព្យាយាមដោះស្រាយបញ្ហានេះដោយសន្តិវិធីផ្អែកទៅលើបច្ចេកទេសនិងច្បាប់អន្តរជាតិដើម្បីបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាតំបន់រសើបនេះរាជរដ្ឋាភិបាលបានសម្រេចឲ្យគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាទី1រៀបចំការប្រជុំជាបន្ទាន់ជាមួយនឹងភាគីថៃដើម្បីដោះស្រាយបញ្ហាព្រំដែនបន្តការវាស់វែងខណ្ឌសេវារបស់បុគ្គលព្រំដែនរវាងប្រទេសយើងទាំងពីរបុគ្គលភារកិច្ចឲ្យគណៈកម្មការព្រំដែនចម្រុះដើម្បីត្រៀមដាក់ចូលនៅក្នុងរបៀបរយៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតំបន់ធំប្រាសាទតំបន់តូចប្រាសាទតាកបីនិងតំបន់មុំ3នេះដើម្បីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តែម្ដងដើម្បីពន្លត់បញ្ហានេះជាជាងអង្គុយបកផ្សែងកម្ពុជាសង្ឃឹមថាភាគីថៃនឹងឯកភាពជាមួយកម្ពុជាដើម្បីរួមគ្នាយកបញ្ហានេះទៅតុលាការអន្តរជាតិនៅក្នុងស្មារតីសុចរិតភាពនិងស្មោះត្រង់ជាមួយគ្នាទៅវិញទៅមកដើម្បីបញ្ចប់បញ្ជីបញ្ហានេះកុំឲ្យអាចคล้ายទៅជាបញ្ហាដែលឈានទៅដល់ការប្រឈមគ្នាបដាអាវុធសាជាថ្មីដោយសារភាពមិនច្បាស់លាស់ពីករណីព្រំដែនក៏ដូចជា MOU ឆ្នាំ2000នេះកម្ពុជាសូមបញ្ជាក់ថាហើយខ្ញុំសូមបញ្ជាក់ថាទោះបីជាភាគីថៃមិនឯកភាពជាមួយយើងនៅក្នុងការយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងប្តឹងទៅ ICJ លើបញ្ហានេះដើម្បីបញ្ចប់បញ្ហានេះនិងពន្លត់បញ្ហានេះតែម្ដងកុំឲ្យមានបញ្ហាសពិចសពិលគ្នាជាពិសេសការធ្លាក់ចូលទៅក្នុងការបំផុសរុញច្រានដោយក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្នុងប្រទេសថៃនិងកម្ពុជាដែលអាចឈានទៅដល់ការផ្ទុះអាវុធនិងការប្រឈមគ្នាអញ្ចឹងកិច្ចការងារនេះគឺជាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលខ្ញុំក៏សូមបញ្ជាក់ជូនអង្គសមាជក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរថាបើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការបច្ចេកទេសនិងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិក៏ប៉ុន្តែកម្ពុជារក្សាសិទ្ធិនៅក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធបើសិនជាមានការប៉ុនប៉ងរំលោភដែនអធិបតេយ្យភាពរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធនេះគឺជាការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលបើសម្រាប់នេះខ្ញុំបានទៅព្រះវិហារជួបជាមួយនឹងមេដឹកនាំរបស់កងទ័ពរបស់យើងដែលឈរជើងនៅទីនោះដែលត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារទឹកដីបូរណភាពទឹកដីរបស់កម្ពុជាកម្ពុជាមិនមានបំណងនៅក្នុងការឈ្លានឈានពៀនចូលប្រទេសជិតខាងមិនមានការចង់បានទឹកដីប្រទេសណាសូម្បីតែមួយលីម៉ែត្រប៉ុន្តែកម្ពុជាបដិញ្ញាចិត្តនៅក្នុងការការពារឲ្យបានដាច់ខាតនៅអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់យើងនេះគឺជាការបដិញ្ញាចិត្តរបស់កងទ័ពរបស់យើងនិងកងនគរបាលជាតិរបស់យើងដែលចូលជើងនៅតាមមុខហើយខ្ញុំ